សាច់គោក៏ខ្ញុំប្រើជាសាច់ជាប់ខ្លាញ់ប៉ុន្តែគឺអត់យកខ្លាញ់ខ្លាំងពេកទេបងប្អូនយកខ្លាញ់ហ្នឹងតែបន្តិចទេសម្រាប់សាច់ហ្នឹងគឺយើងផ្លែវាឲ្យបានរាងស្ដើងមកល្មមមកកុំឲ្យក្រាស់ពេកកម្រាស់ហ្នឹងប្រហែលជាខ្ទង់មួយថ្នាំងដៃអីចឹងទៅហើយបន្ទាប់ពីហ្នឹងមកគឺយើងប្រឡាក់គ្រឿងហ្មងទឹកប្រេងខ្យងខ្ញុំដាក់កន្លះស្លាបព្រាបាយម្សៅស៊ុបមួយចិបជាមួយនឹងស្ករមួយចិបហើយសម្រាប់សាច់គោនេះគឺខ្ញុំប្រើតែមួយប្រទេសទេបងប្អូនហើយមួយប្រទេសហ្នឹងទម្ងន់វាមួយខាំកន្លះល្មមសម្រាប់មួយចានប៉ុន្តែបើសិនជាបងប្អូនញ៉ាំគ្នាច្រើនយើងអាចដាក់ច្រើនជាងនេះចឹងទៅបន្ទាប់ពីយើងប្រឡាក់សាច់គោរួចរាល់ហើយយើងយកវាមកចៀនមកសម្រាប់ការចៀននេះបើសិនជាបងប្អូនមានប៊ឺចៀនជាមួយប៊ឺអញ្ចឹងមកវាឈ្ងុយជាងប៉ុន្តែបើសិនជាអត់មានទេអាចប្រើប្រេងឆាប្រេងអូលីវអីចៀនក៏បានដែរសម្រាប់ការចៀនហ្នឹងគឺចៀនលឿនណាបងប្អូននិយាយទៅយើងបើកភ្លើងឲ្យក្តៅខ្លាំងហើយចៀនមួយខាងហ្នឹងប្រហែលជាខ្ទង់តែ30វិនាទីទេបងប្អូនដោយសារតែសាច់គោនេះវារាងស្ដើងអញ្ចឹងណាប៉ុន្តែបើសិនជាក្រាស់គឺអាចចៀនរៀងយូរជាងហ្នឹងមើលតែវាឡើងសបល់ក្រហមឆ្អិនមកល្មមទុកវាម្ដុំសិនមកបងប្អូនកុំតន់ហាន់វាភ្លាមយើងទៅរៀបចំគ្រឿងក្រើផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសម្ទេសហើយសម្រាប់ម្ទេសធំនេះគឺម្ទេសម៉ាឡេអាហ្នឹងគឺវាអត់សូវហឹរទេបងប្អូនយើងដាក់ដើម្បីយកពណ៌អញ្ចឹងណាហើយក្នុងនោះខ្ញុំបន្ថែមស្ករបន្តិចដែរដើម្បីឲ្យយើងបុកទៅឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតបន្ទាប់ពីយើងបុកខ្ទឹមសមួយម្ទេសម៉ត់ហើយបានខ្ញុំដាក់សណ្តែកគួរចូលសណ្តែកគួរនេះគឺបុកអត់ឲ្យម៉ត់ហ្មងទេគ្រាន់តែញុំឲ្យបែកតិចទេបន្ទាប់ពីហ្នឹងមកចាំដាក់ប្រហុកចូលហើយខ្ញុំបន្ថែមប៊ីចេងមួយស្លាបព្រាកាហ្វេជាមួយនឹងស្ករត្នោតហើយចាំយើងច្របាច់ក្រូចឆ្មាចូលមកបញ្ជាក់បងប្អូនសម្រាប់ប្រហុកដែលយើងដាក់ចូលហ្នឹងគឺអត់យកទៅអាំងទេណាគឺយើងប្រើប្រហុកឆៅយើងលាងវាពី3ទឹកឲ្យរាងជ្រះអំបិលមកច្រាំវាឲ្យម៉ត់ហើយដាក់ចូលមកសម្រាប់ប្រហុកបើសិនជាយើងយកទៅអាំងរសជាតិរបស់វានឹងគឺអត់សូវឆ្ងាញ់មែនទេបងប្អូនយើងដាក់គ្រឿងក្រូចចូលកូរច្បល់ឲ្យចូលជាសព្វល្អហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺខ្ញុំបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយជាមួយនឹងស្ករត្នោតមួយចុងស្លាបព្រាកាហ្វេទៀតតែប៉ុណ្្នឹងមកគឺត្រូវរសជាតិដែរបងប្អូនហើយសាច់គោរបស់យើងគឺខ្ញុំទុកប្រហែលជាខ្ទង់15នាទីឲ្យវាចុះត្រជាក់សិនចាំយកមកហាន់អានេះបើសិនជាយើងហាន់ទាំងនៅក្តៅហ្មងវាហៀឈាមហៀអីចេញអញ្ចឹងទៅវារាងខ្សោះអញ្ចឹងណាហើយសម្រាប់សាច់គោរបស់យើងគឺអត់ឆ្អិនជ្រុលទេបងប្អូនអានេះគឺឆ្អិនប្រហែលតែ70%ទេដូចដែលបងប្អូនបានឃើញអញ្ចឹងសបល់របស់វានឹងឡើងក្រហមមើលទៅដូចឆ្អិនជ្រុលអញ្ចឹងប៉ុន្តែខាងក្នុងគឺនៅឆៅទេសម្រាប់បុកសាច់គោស្ដាយគួរអីអញ្ចឹងបើសិនជាសាច់គោឆ្អិនជ្រុលគឺអត់សូវឆ្ងាញ់ទេបងប្អូនញ៉ាំទៅរាងស្វិតរាងខ្សោះអីអញ្ចឹងទៅបន្ទាប់ពីយើងដាក់សាច់គោចូលហើយកូរច្បល់ឲ្យចូលជាសព្វល្អបងប្អូនអាចភ្លក់មើលម្ដងទៀតក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំនោះគឺត្រូវរសជាតិឲ្យបងប្អូនយើងភ្លក់មើលតាំងពីដំបូងអញ្ចឹងណាហើយចុងក្រោយគេនឹងយើងដាក់ម្អមចូលមកកូរច្បល់វាតែ4-5ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់រសជាតិអានេះគឺយើងយកឲ្យរាងដិតបន្តិចមកណាបងប្អូនរាងជូរហឹរប្រៃហើយនឹងផ្អែមប៉ុន្តែរសជាតិហឹរបងប្អូនសេរីបានទេបើសិនជាយើងអត់សូវចេះហឹរយើងអាចបន្ថយតាមនឹងអញ្ចឹងទៅសម្រាប់ខ្ញុំនេះឃើញថាម្ទេស